Bonjour à tous et bienvenue à la place du français សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាភាសាបារាំងជាមួយនឹងគេហទំព័រ La Place du Français នៅក្នុងវីដេអូនេះផងដែរគឺអ្នកទាំងអស់គ្នានឹងបានសិក្សាអំពីពាក្យមួយចំនួនក៏ដូចជាកិរិយាសព្ទដែលប្រើប្រាស់ជាមួយនឹងឧបករណ៍អេឡិចត្រូនិកផ្សេងៗអូខេដូច្នេះចង់ដឹងថាកិរិយាសព្ទទាំងនោះក៏ដូចជាពាក្យទាំងនោះមានអ្វីខ្លះតោះអញ្ចឹងយើងទៅទស្សនានិងសិក្សាទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលទូរទស្សន៍នៅផ្ទះរបស់ខ្ញុំអូខេតោះអញ្ចឹងយើងមើលទាំងអស់គ្នាបងអញ្ចឹងខ្ញុំនឹងចុចមើលទូរទស្សន៍បាទបញ្ជាបាទឥឡូវគឺយើងស្គាល់ពាក្យមួយបាទកិរិយាសព្ទគឺ appuyer កិរិយាសព្ទទី2គឺ presser ដែលកិរិយាសព្ទទាំងពីរនេះគឺជាទូទៅគឺយើងប្រើជាមួយនឹងបាទការចុចផ្ទាល់ទៅលើអ្វីមួយប៉ះផ្ទាល់ទៅលើអ្វីមួយអញ្ចឹងគឺយើងបកថាចុចអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងចុចតេឡេទូរទស្សន៍នេះឧទាហរណ៍ខ្ញុំនិយាយថា j'appuie sur le bouton rouge ដែលមានន័យជាភាសាខ្មែរថាខ្ញុំចុចប៊ូតុងក្រហមអញ្ចឹងនៅពេលដែលយើងបើកទូរទស្សន៍ក៏ដូចជាយើងបើកគ្រឿងអេឡិចត្រូនិកផ្សេងៗទៀតក៏វាមានប៊ូតុងក្រហមនឹងដែរគឺមានន័យថាជាប៊ូតុងសម្រាប់បិទបើកអញ្ចឹងក្នុងន័យដែលយើងចុចអ្វីមួយគឺយើងអាចប្រើកិរិយាសព្ទទាំងពីរនេះគឺកិរិយាសព្ទ appuyer ឬក៏ presser អញ្ចឹងនៅពេលដែលយើងចង់និយាយអំពីការបើកអ្វីមួយបាទន័យថាបើកគ្រឿងអេឡិចត្រូនិកបើកដូចជាភ្លើងដូចជាគ្រឿងអគ្គិសនីផ្សេងឬក៏គ្រឿងអេឡិចត្រូនិកផ្សេងគឺយើងអាចប្រើកិរិយាសព្ទមួយគឺ allumer ដែលយើងបកថាបើកប៉ុន្តែក្នុងន័យនេះគឺមិនមែនបើកទ្វារបើកព្រួចអីទេគឺយើងបើកគ្រឿងអេឡិចត្រូនិកឧទាហរណ៍ខ្ញុំនិយាយថា j'allume la télévision ដែលមានន័យជាភាសាខ្មែរថាខ្ញុំបើកទូរទស្សន៍អញ្ចឹងនៅក្នុងន័យនេះគឺយើងបើកគ្រឿងអេឡិចត្រូនិកអូខេតោះឥឡូវយើងមើលទាំងអស់គ្នាបាទឥឡូវនេះគឺយើងមើលប៉ុស្តិ៍កីឡាអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាមិនចង់មើលប៉ុស្តិ៍កីឡាទេឥឡូវខ្ញុំបដូរប៉ុស្តិ៍ជូនអ្នកទាំងអស់គ្នាក៏បានដែរអញ្ចឹងនៅពេលដែលយើងចង់និយាយថាយើងបដូរប៉ុស្តិ៍គឺយើងប្រើកិរិយាសព្ទមួយគឺ changer នេះគឺបាទយើងបកជាភាសាខ្មែរថាបដូរអញ្ចឹងឧទាហរណ៍ខ្ញុំនិយាយថា je change de chaîne ដែលមានន័យជាភាសាខ្មែរថាខ្ញុំបដូរប៉ុស្តិ៍អញ្ចឹងយើងនឹងបដូរប៉ុស្តិ៍ដើម្បីឲ្យអ្នកនរគ្នាបានមើលប៉ុស្តិ៍ផ្សេងវិញម្ដងបាទតោះឥឡូវយើងទៅមើលប៉ុស្តិ៍ផ្សេងវិញបាទយើងចូលមកដល់ប៉ុស្តិ៍កំសាន្តទាំងអស់គ្នាបាទសំឡេងហាក់ដូចជាលឺខ្លាំងបន្តិចបាទអញ្ចឹងខ្ញុំនឹងធ្វើការបន្ថយសំឡេងជូនអ្នកទាំងអស់គ្នាបន្តិចបាទអញ្ចឹងកិរិយាសព្ទដែលយើងប្រើប្រាស់សម្រាប់បន្ថយសំឡេងឬក៏ដំឡើងសំឡេងអីផ្សេងបាទយើងអាចប្រើប្រាស់កិរិយាសព្ទបាទ diminuer ដែលយើងបកជាភាសាខ្មែរថាបន្ថយហើយយើងមានកិរិយាសព្ទមួយទៀតគឺ augmenter ដែល augmenter នេះគឺយើងបកថាបន្ថែមឬក៏ដំឡើងអញ្ចឹងយើងអាចបន្ថយសំឡេងឬក៏ដំឡើងសំឡេងទៅតាមចិត្តណាតោះឥឡូវយើងមកមើលឧទាហរណ៍បន្ថែមឧទាហរណ៍ខ្ញុំនិយាយថា je diminue le volume បាទអញ្ចឹងយើងស្គាល់ហើយកិរិយាសព្ទ diminuer គឺបន្ថយឥឡូវយើងស្គាល់ពាក្យមួយទៀតបាទស្គាល់ពាក្យមួយទៀតគឺ le volume បាទភាសាបារាំងហៅថា volume ជាមានន័យជាភាសាខ្មែរថាខ្ញុំបន្ថយសំឡេងដូចគ្នាផងដែរបើសិនជាអ្នកនរគ្នាចង់ដំឡើងសំឡេងយើងអាចយកកិរិយាសព្ទ augmenter ដើម្បីមកបង្កើតជា clear ឧទាហរណ៍ខ្ញុំនិយាយថា j'augmente le volume អញ្ចឹងដោយសារតែកិរិយាសព្ទ augmenter វាផ្ដើមដោយស្រៈអញ្ចឹង je របស់យើងវាប្រែខ្លួនទៅជា j apostrophe
ញ្ចឹង clear នេះគឺយើងបកជាភាសាខ្មែរថាខ្ញុំដំឡើងសំឡេងឬក៏ខ្ញុំបន្ថែមសំឡេងតែជាទូទៅពាក្យច្រើនគឺខ្មែរយើងនិយាយថាខ្ញុំដំឡើងសំឡេងបាទដំឡើងសំឡេងអូឥឡូវនេះដាច់ប្រវត្តិទៅហើយអញ្ចឹងយើងមើលឲ្យអត់កើតទេវាជាមានបញ្ហាការបច្ចេកទេសហើយអូខេអញ្ចឹងយើងមិនបាច់មើលទូរទស្សន៍ទេយើងនឹងទៅធ្វើកិច្ចការងារផ្សេងបន្តទៀតវិញណាបងប្អូនគ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការបិទទូរទស្សន៍សិនអញ្ចឹងយើងប្រើកិរិយាសព្ទមួយនៅពេលដែលយើងចង់និយាយថាយើងបិទអ្វីមួយគ្រឿងអេឡិចត្រូនិកបាទយើងអាចនិយាយថា éteindre បាទ éteindre នេះគឺជាប្រភេទកិរិយាសព្ទដែលស្ថិតនៅក្នុងក្រុមទី3ដោយវាបញ្ចប់ដោយ re ហើយបើសិនជាអ្នកនរគ្នាចង់ច្បាស់ទាក់ទងជាមួយនឹងការបំបែកកិរិយាសព្ទក្រុមទី3អ្នកនរគ្នាអាចទៅមើលវីដេអូផ្សេងៗបន្តទៀតបានអូខេដែលកិរិយាសព្ទ éteindre នេះគឺយើងបកថាបិទប៉ុន្តែក្នុងន័យគឺបិទគ្រឿងអេឡិចត្រូនិកហើយមិនមែនជាបិទទ្វារបិទប្អួយអីទេតោះឥឡូវយើងមកមើលឧទាហរណ៍ដើម្បីឲ្យកាន់តែច្បាស់ exemple j'éteins la télévision ដែលមានន័យជាភាសាខ្មែរថាខ្ញុំបិទទូរទស្សន៍អញ្ចឹងដូចគ្នាផងដែរកិរិយាសព្ទ éteindre ដោយសារតែវាជាកិរិយាសព្ទដែលផ្ដើមដោយស្រៈអញ្ចឹង je របស់យើងវាប្រែខ្លួនទៅជា j apostrophe វិញ voilà អញ្ចឹងយើងបិទទូរទស្សន៍ហើយអញ្ចឹងយើងអស់អីមើលហើយតោះអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកទាំងអស់គ្នាបានសិក្សាអំពីពាក្យក៏ដូចជាកិរិយាសព្ទមួយចំនួនដូចជា allumer ដែលយើងបកថាបើក éteindre ដែលយើងបកជាភាសាខ្មែរបិទអញ្ចឹងនៅក្នុងអត្ថន័យនេះគឺយើងប្រើជាមួយនឹងគ្រឿងអេឡិចត្រូនិកដោយខ្ញុំបញ្ជាក់តាំងពីដើមអញ្ចឹងគឺយើងអត់ប្រើជាមួយនឹងទ្វារប្អួយអីទេយើងទៅកិរិយាសព្ទបន្តទៀត appuyer presser ដែលយើងបកជាភាសាខ្មែរថាចុចកិរិយាសព្ទទាំងពីរនេះមានអត្ថន័យថាយើងប៉ះផ្ទាល់ទៅលើរបស់ហ្នឹងគឺយើងសកត់ឬក៏យើងចុចទៅលើរបស់ហ្នឹងផ្ទាល់កិរិយាសព្ទបន្ទាប់ទៀតគឺ diminuer ដែលយើងបកថាបន្ថយហើយវាផ្ទុយជាមួយនឹងកិរិយាសព្ទ augmenter ដែលយើងបកជាភាសាខ្មែរថាបន្ថែមឬក៏ដំឡើងហើយកិរិយាសព្ទមួយទៀតដែលយើងបានសិក្សាផងដែរគឺកិរិយាសព្ទ changer ដែលយើងបកជាភាសាខ្មែរថាបដូរនៅក្នុងអត្ថន័យនេះនៅពេលដែលយើងប្រើជាមួយនឹងគ្រឿងអេឡិចត្រូនិកដូចជាវិទ្យុឬក៏ទូរទស្សន៍យើងអាចបកប្រែថាបដូរប៉ុសជាដើមអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកនរគ្នាបានសិក្សាអំពីកិរិយាសព្ទមួយចំនួនដែលប្រើប្រាស់ជាមួយនឹងគ្រឿងអេឡិចត្រូនិកហើយសង្ឃឹមថាអ្នកនរគ្នាអាចយកវាទៅប្រើប្រាស់បាននៅក្នុងជីវភាពប្រចាំថ្ងៃVoilà, c'est fini នៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នេះឯងហើយសង្ឃឹមថាយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត Merci et à bientôt